សួស្តីបងប្អូនអរគ្នាចង់និយាយថាខ្ញុំមកចេញវីដេអូទៀតហើយឥឡូវនេះកំពុងតែហាត់ប្រាណអញ្ចឹងជីវិតនៅពេលនេះក្តីសុខធំគឺជាការហាត់ប្រាណធ្វើឲ្យសុខភាពល្អធ្វើឲ្យសាច់យើងហាប់ណែនតឹងណែនហើយធ្វើឲ្យយើងបាត់ stress នៅពេលដែលយើងគិតរឿងអីច្រើនអញ្ចឹងណាពេលយើងទៅហាត់ប្រាណទៅមានអារម្មណ៍ស្រស់ស្រាយអត់មួមងតទៅទៀតទេហើយធ្វើឲ្យយើងមានសុខភាពល្អណាស់បងប្អូនហើយអញ្ចឹងបើទោះបីជាយើងញ៉ាំអីរៀងច្រើនហើយឬក៏ញ៉ាំអីអត់សូវប្រយ័ត្នទៅដែលធ្វើឲ្យយើងអាចងាយនឹងធាត់លើខ្លាញ់ណាអញ្ចឹងនៅពេលដែលយើងហាត់ប្រាណពេលដែលយើងធ្វើលំហាត់ប្រាណទៅរាងកាយយើងបញ្ចេញជាតិពុលអស់ហើយអាហារដែលយើងហូបចូលទៅហ្នឹងវាអាចធូរស្រាលវាអត់នៅសល់ជាខ្លាញ់មកកកើតជាខ្លាញ់ណាធ្វើឲ្យយើងមានសុខភាពល្អអត់ឡើងគីឡូអត់លើសគីឡូអញ្ចឹងការហាត់ប្រាណមានអត្ថប្រយោជន៍ចាស់អ្នកអរគ្នាកុំភ្លេចមកហាត់ប្រាណទាំងអស់គ្នាអ្នកណានៅចិត្តខ្ញុំខ្លះហើយក្រៅពីហាត់ប្រាណខ្ញុំនៅជួយចិត្តធ្វើរឿងមួយទៀតឲ្យតែចេញពីហាត់ប្រាណពេលខ្លះទៅកក់សក់ទាំងអស់គ្នាការកក់សក់ធ្វើឲ្យអារម្មណ៍ស្រួលគេកក់សក់ឲ្យយើងហើយគេធ្វើសរសៃក្បាលឲ្យយើងញីសក់ញីអីចឹងណាចឹងធ្វើឲ្យយើងមានអារម្មណ៍ថាស្រស់ស្រាយមែនតើអញ្ចឹងបន្ទាប់មកពីការហាត់ប្រាណវិញគឺតែងតែទៅកក់សក់នៅពេលខ្លះមិនទៅរហូតទេអរគ្នាបើទៅរហូតអត់មានលុយទេទៅម្ដងម្កាលអញ្ចឹងណាចង់និយាយប្រាប់អ្នកអរគ្នាថាជីវិតនៅពេលនេះការហាត់ប្រាណហើយចេញពីការហាត់ប្រាណទៅកន្លែងកក់សក់គឺជាក្តីសុខធំមកទាំងអស់គ្នាក្តីសុខខ្ញុំនៅពេលដែលហាត់ប្រាណហើយពេលមានលុយបន្តិចទៅកក់សក់បន្តហើយបងប្អូនស្រីនៅកន្លែងកក់សក់ហ្នឹងគាត់ស្អាតណាហើយគាត់រស់រាយទៀតគាត់ទទួលរាក់ទាក់យើងហើយគាត់កក់សក់ឲ្យយើងស្រួលក្បាលគាត់កក់សក់ឲ្យគាត់ចេះញីធ្វើសរសៃក្បាលអញ្ចឹងណាធ្វើឲ្យយើងមានអារម្មណ៍ថាស្រួលខ្លួនណាអ្នកអរគ្នាអញ្ចឹងចង់និយាយថាចង់ប្រាប់ពិតថាជីវិតនៅពេលនេះការហាត់ប្រាណហើយនិងការកក់សក់គឺជាអ្វីដែលពិសេសជាងគេខ្ញុំចូលចិត្តជាងគេចង់ប្រាប់ថាអញ្ចឹងណាបងប្អូនគ្នាចាំមានតែប៉ុណ្្នឹងឯងវីដេអូហ្នឹងបាយសុខភាពល្អ Good night